ទេពីព្រោះអីការទៅនេះគឺយើងមិនមែនទៅចូលតាមគ្នានោះទេពីព្រោះអីវាអាស្រ័យនៅលើចិត្តគំនិតរបស់យើងបើសម្រាប់ខ្ញុំភាគច្រើនគឺបើថាឲ្យខ្ញុំមិនជឿអបិយជំនឿក៏វាមិនអាចដែរចំពោះខ្ញុំគឺភាគច្រើនគឺខ្ញុំចូលចិត្តបើថាខ្ញុំជឿចិត្តទៅលើវិទ្យាសាស្ត្រ 50% ហើយនឹងអបិយជំនឿ 50% ហើយជាក់ស្ដែងដូចបងប្អូនដឹងស្រាប់ហើយប្រជាជនខ្មែរយើងតាំងពីបុរាណមកគឺតែងតែគោរពអារក្សអារក្សអ្នកតាវាជារឿងធម្មតាតាំងពីបុរាណកាលមកហើយខ្ញុំគិតថាវាដូចជាអត់មានទោះអីទេនៅក្នុងការយើងទៅគោរពអ្វីមួយដែលវាជាឆន្ទៈឬក៏ជាគោលបំណងរបស់យើងដើម្បីសេចក្តីសុខសប្បាយផ្ទាល់ខ្លួនរបស់យើងហើយបន្ទាប់ពីចូលវត្តបាន3-4 ម៉ោងហើយពួកយើងក៏បានធ្វើដំណើរត្រឡប់មកភ្នំពេញវិញដោយជិះកាត់រមណីយដ្ឋានមកកន្លែងអាចថាយើងសម្រាប់ញ៉ាំបាយអញ្ចឹងណាហើយទីនេះដែរមានឈ្មោះថាស្រែវៀងអញ្ចឹងយើងមកម្ដងនេះគឺទេសភាពនៅទីនេះគឺវាស្រស់ស្អាតត្រង់នេះដែរខ្ញុំហើយនឹងម៉ាក់ល្បីថានៅកំពង់ឆ្នាំងគឺមានម្អមច្រើនអញ្ចឹងហើយក៏នាំគ្នាធ្វើការចុះទៅកាន់វាលស្រែដើម្បីទៅរកមើលម្អមថាតើវាមានម្អមច្រើនដូចគេថាមែនអត់អីដើម្បីទៅពេលដែលចុះទៅនៅក្នុងវាលស្រែនិយាយទៅគឺម្អមតែតាមដើមគឺរកអត់ឃើញផងមិនដឹងថាវាមានដុះនៅតាមតំបន់ឬក៏ទីច្រើនយើងដឹងស្រាប់ហើយម្អមគឺអត់តែពេលខែវស្សាឡើងគឺវាចាប់ដើមលាស់ហើយអញ្ចឹងណាហើយណាមួយវិញទៀតគឺខ្ញុំមកនេះគឺយើងមកដើម្បីដើរកម្សាន្តផងដែរហើយឥឡូវនេះខ្ញុំសូមស្វីតបន្តិចហើយជាមួយនឹងគូដរាបរបស់ខ្ញុំពីព្រោះអីយើងនៅស្រុកខ្មែរគឺយើងអាចនៅបានថាជាកន្លះខែទៀតទេអញ្ចឹងយើងត្រឡប់ទៅកាន់សាលារៀនដើម្បីធ្វើការសិក្សាវិញហើយអញ្ចឹងខ្ញុំចង់ចំណាយពេលបានរៀនច្រើនតិចជាមួយនឹងគាត់ណាពីព្រោះអីវាអត់ងាយទេយូរយើងបានជួបគ្នាម្ដងអីចឹងណាតែបងប្អូនបានឃើញហើយភ្នំនៅខាងមុខនេះគឺជាភ្នំនាងកងរីបងប្អូនអាចមើលបានពីក្បាលរហូតដល់ចុងជើងរបស់គាត់នឹងឯងហើយគេថានៅតំបន់នោះគឺសម្បូរម្អមប៉ុន្តែគេអត់បរិភោគអីចឹងទៅហើយវីដេអូរបស់ខ្ញុំនេះគឺមានតែប៉ុណ្្នឹងឯងសូមអរគុណច្រើនសូមជម្រាបលាបាយបាយ